សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍សូម្បីតែបន្តិចបន្តួចលើព្រះយេស៊ូវនិងសារវគ្គរបស់ព្រះអង្គក៏ដោយច្បាស់ជាស្គាល់លោកពេត្រុសជាមិនខានប៉ុន្តែតើអ្នកដឹងទេថាតាមពិតឈ្មោះដើមរបស់ពេត្រុសគឺស៊ីម៉ូនក្នុងព្រះគម្ពីរម៉ាកុសជំពូក1បានកត់ត្រាថានៅពេលព្រះយេស៊ូវមានបន្ទូលទៅកាន់អ្នកនេសាទដែលកំពុងបោះសំណាញ់នៅមាត់ច្រាំងថាចូលមកតាមខ្ញុំនឹងតាំងអ្នកឲ្យជាអ្នកនេសាទមនុស្សវិញគឺទ្រង់បានហៅស៊ីម៉ូននិងអង់ដ្រេដែលជាប្អូនប្រុសរបស់គាត់បន្ទាប់មកព្រះគម្ពីរបានប្រាប់ថាព្រះយេស៊ូវបានយាងទៅផ្ទះរបស់ស៊ីម៉ូនហើយបានប្រោសម្ដាយក្មេករបស់គាត់ឲ្យជាសះស្បើយពីជំងឺទាំងនេះគឺជាដំណើររឿងរបស់ពេត្រុសដែលជាឈ្មោះមួយដែលយើងស្គាល់យ៉ាងច្បាស់ចុះតើស៊ីម៉ូនចាប់ផ្ដើមត្រូវបានគេហៅថាពេត្រុសតាំងពីពេលណាមកថ្ងៃនេះយើងនឹងមកពិនិត្យមើលឲ្យកាន់តែច្បាស់អំពីស៊ីម៉ូនឬអាចហៅបានថាពេត្រុសដែលជាសាវករបស់ព្រះយេស៊ូវក្នុងខណៈដែលព្រះយេស៊ូវកំពុងយាងកាត់ក្រុងសេសារីភីលីបទ្រង់បានសួរទៅកាន់ពួកសាវកថាតើមនុស្សទាំងឡាយគេថាកូនមនុស្សជាអ្នកណាពួកសាវកបានទូលឆ្លើយថាខ្លះថាជាយ៉ូហានបាបទីសខ្លះទៀតថាជាអេលីយ៉ាហើយខ្លះទៀតថាជាយេរេមៀឬហោរ៉ាណាមួយរាល់ពេលដែលគេសម្លឹងមើលមកព្រះយេស៊ូវមនុស្សគ្រប់គ្នាស្មានថាទ្រង់គឺជាបុគ្គលដ៏អស្ចារ្យណាម្នាក់មកពីអតីតកាលព្រះយេស៊ូវក៏បានសួរទៅកាន់សាវកម្ដងទៀតថាចុះឯអ្នករាល់គ្នាវិញតើថាខ្ញុំជាអ្នកណាស៊ីម៉ូនបានឆ្លើយតបថាទ្រង់ជាព្រះគ្រីស្ទជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់ពេលព្រះយេស៊ូវបានលើរឿងរបស់ស៊ីម៉ូនដូច្នោះទ្រង់ក៏មានបន្ទូលថាត្បិតមិនមែនជាសាច់ឈាមដែលបានសម្ដែងឲ្យអ្នកស្គាល់ទេគឺព្រះជាម្ចាស់ទេដែលបានបំផុសគំនិតក្នុងចិត្តរបស់ស៊ីម៉ូនឲ្យធ្វើការសារភាពបែបនេះនៅពេលព្រះយេស៊ូវយាងមកក្នុងពិភពលោកនេះហើយបានធ្វើកិច្ចការជាច្រើនមនុស្សទូទៅគ្រាន់តែនិយាយថាគាត់ហាក់ដូចជាមនុស្សក្នុងគម្ពីរសញ្ញាចាស់ម្នាក់ឬគាត់រំលឹកខ្ញុំឲ្យនឹកឃើញដល់នរណាម្នាក់ប៉ុន្តែមានតែស៊ីម៉ូនម្នាក់គត់ដែលស្គាល់ច្បាស់ថាព្រះយេស៊ូវជានរណានិងយាងមកក្នុងលោកីយ៍នេះដើម្បីអ្វីគាត់បាននិយាយថាព្រះយេស៊ូវជាព្រះគ្រីស្ទជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់ព្រះយេស៊ូវប្រកាសជាមានព្រះទ័យរំភើបនិងរីករាយជាខ្លាំងចំពោះការសារភាពរបស់គាត់រហូតដល់ទ្រង់បានដាក់ឈ្មោះហៅក្រៅថ្មីឲ្យស៊ីម៉ូនថាពេត្រុសដែលមានន័យថាថ្មដារួចទ្រង់មានបន្ទូលថាគាត់នឹងតាំងពួកជំនុំរបស់ទ្រង់នៅលើថ្មដានេះប្រសិនបើការសារភាពដ៏វិសេសនិងព្រឹត្តិការណ៍ដ៏រុងរឿងបែបនេះបានកាត់ឡើងហើយនោះវាហាក់ដូចជាពេត្រុសនឹងត្រូវធ្វើកិច្ចការដ៏អស្ចារ្យភ្លាមៗជាមិនខានប៉ុន្តែតាមពិតទៅចាប់តាំងពីថ្ងៃនោះមកពេត្រុសដែលមិនទាន់យល់ពីព្រះទ័យរបស់ព្រះយេស៊ូវច្បាស់បាននិយាយស្ដីប្លែកៗហើយថែមទាំងបានបដិសេធមិនស្គាល់ព្រះអង្គអស់ចំនួន3ដងដែលធ្វើឲ្យព្រះយេស៊ូវឈឺព្រះទ័យយ៉ាងខ្លាំងប៉ុន្តែនៅទីបំផុតគាត់បានសម្រក់ទឹកភ្នែកហើយត្រឡប់មករកព្រះយេស៊ូវវិញគាត់ប្រហែលជាត្រឡប់មកវិញទាំងគិតក្នុងចិត្តថាព្រះយេស៊ូវមានបន្ទូលថាខ្ញុំប្រៀបដូចជាថ្មដាហើយទ្រង់នឹងតាំងពួកជំនុំរបស់ទ្រង់នៅលើថ្មដានោះទ្រង់ទុកចិត្តខ្ញុំខ្លាំងណាស់ចុះតើខ្ញុំបានធ្វើអ្វីនេះប្រសិនបើអ្នកអានព្រះគម្ពីរកិច្ចការអ្នកនឹងឃើញថាពួកជំនុំត្រូវបានបង្កើតឡើងបន្ទាប់ពីព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញពួកយូដាដែលបានសម្លាប់ព្រះយេស៊ូវបានបង្កការលំបាកយ៉ាងខ្លាំងដល់ពួកជំនុំនិងពួកសាវកប៉ុន្តែនៅពេលនោះមានសាវកម្នាក់ដែលបានឈរនៅជួរមុខគេក្នុងការប្រកាសដំណឹងល្អនិងតទល់ជាមួយពួកយូដានោះគឺលោកពេត្រុសដោយអ្វីដែលព្រះយេស៊ូវបានមានបន្ទូលទុកមែនពេត្រុសបានក្លាយជាសាវកដែលរឹងមាំដោយថ្មដាដោយមិនខ្លាចការជាប់គុកឬសេចក្តីស្លាប់ឡើយ